ជំរាបសួរពុកម៉ែបងប្អូនរីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំមានមុខម្ហូបថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាពីរបៀបធ្វើឆាគ្រឿងខ្ចៅដូងឥឡូវបងប្អូនយើងមកមើលគ្រឿងផ្សំនីមួយៗសម្រាប់ធ្វើឆាគ្រឿងខ្ចៅដូងទាំងអស់គ្នាបងប្អូនហើយនេះដែរបងប្អូនមានដូចជាខ្ចៅដូងដែលខ្ចៅគេស្ងោរស្រាប់រួចហើយហ្នឹងហើយនេះដែរមានមើមខ្ទឹមហើយនឹងម្ទេសស្ក្រូចហើយចំណែកនេះបងប្អូនប្រេងខ្យងចំណែកនេះដែរបងប្អូនគ្រឿងស្រាប់ហ្នឹងដែលយើងទិញមកពីផ្សារចំណែកនេះទឹកត្រីបងប្អូនហើយចំណែកនេះម្សៅស៊ុបរ៉ូឌីហើយចំណែកនេះដែរបងប្អូនស្ករសឥឡូវបងប្អូនជាដំបូងយើងធ្វើការដំមើមខ្ទឹមសិនណាបងប្អូនយើងហាយសបកហាយឲ្យចេញឲ្យស្អាតសិនមកឥឡូវយើងធ្វើការដំតែម្ដងទៅបងប្អូននេះយើងធ្វើការដំមើមខ្ទឹមយើងយកសបកវានឹងចេញមកឲ្យស្អាតមកតមកយើងធ្វើការហាន់ឬក៏ច្រាំវាឲ្យម៉ត់បន្តិចទៅបងប្អូនហើយនេះបងប្អូនយើងធ្វើការច្រាំបែបហ្នឹងទៅឲ្យវាម៉ត់បន្តិចណាបងប្អូនឥឡូវនេះរួចហើយខ្ញុំយកដាក់ចានទុកមួយឡែកសិនបងប្អូនហើយបន្តមកទៀតខ្ញុំធ្វើការហាន់ម្ទេសបងប្អូនហើយសម្រាប់ម្ទេសខ្ញុំហាន់ជាកង់ប៉ុណ្្នឹងណាបងប្អូនម្ទេសនេះដែរឥឡូវនេះរួចហើយខ្ញុំយកដាក់ចានទុកមួយឡែកសិនបងប្អូនហើយចំណែកស្លឹកក្រូចនេះខ្ញុំហែកទេបងប្អូនខ្ញុំហែកបែបនេះហើយសម្រាប់ស្លឹកក្រូចនេះដែរបងប្អូនហាន់ទូចល្អិតហ្នឹងក៏បានដែរឬក៏ហែកដូចខ្ញុំចេះក៏បានដែរតាមចំណូលចិត្តបងប្អូនទាំងអស់គ្នារួចហើយបងប្អូនឥឡូវបន្តមកទៀតយើងធ្វើការដាក់ខ្ទះដើម្បីចាក់ប្រេងឆាចូលដើម្បីធ្វើការបំពងខ្ទឹមសតែម្ដងបងប្អូនឥឡូវយើងដាក់ចូលមកខ្ទឹមសហើយនឹងម្ទេសនេះបន្តមកទៀតយើងធ្វើការបំពងខ្ទឹមសហ្នឹងឲ្យឡើងឈ្ងុយបន្តិចណាយើងធ្វើការកូរបែបហ្នឹងណាបងប្អូនយើងកូរវាឡើងឈ្ងុយក្រៀមបន្តិចទៅបងប្អូនសម្រាប់ខ្ទឹមសនេះដែរដើម្បីឲ្យវាមានជះក្លិនឈ្ងុយរួចហើយយើងធ្វើការដាក់គ្រឿងបងប្អូនយើងដាក់គ្រឿងនេះចូលមកបងប្អូននេះគ្រឿងរបស់ខ្ញុំហ្នឹងវាពីរមុខហ្នឹងបងប្អូនមានគ្រឿងការីហើយនឹងគ្រឿងធម្មតាហ្នឹងបងប្អូនហើយតមកយើងធ្វើការរលីងវាអញ្ចឹងទៅបងប្អូនឲ្យវាឈ្ងុយសិនណាបងប្អូនយើងរំលីងគ្រឿងហ្នឹងឲ្យឈ្ងុយសិនណាឥឡូវឃើញថាគ្រឿងរបស់យើងហ្នឹងឡើងឈ្ងុយតែម្ដងបងប្អូនយើងលីងមកផ្លែតសិនណាបងប្អូនគ្រឿងរបស់យើងហ្នឹងមើលតែរៀងឡើងឈ្ងុយគឺថាយើងដាក់សាគូចូលរំលីងវាបន្តិចទៅពី3ត្រឡប់ទៀតទៅបងប្អូនហើយបន្តមកទៀតយើងធ្វើការដាក់ចាក់ខ្ចៅដូងចូលមកបងប្អូនខ្ចៅដូងទលេយើងហ្នឹងបងប្អូនគឺថាសាច់ឡើងពេញតែម្ដងបងប្អូនសាច់ឥឡូវយើងធ្វើការឆាចូលត្រឡប់ឲ្យចូលគ្រឿងបន្តិចសិនទៅមុននឹងយើងធ្វើការផ្សំគ្រឿងបងប្អូនយើងចូលត្រឡប់វាពី3ត្រឡប់បន្តិចសិនណានេះបងប្អូនយើងចូលត្រឡប់បែបហ្នឹងទៅឥឡូវយើងធ្វើការផ្សំគ្រឿងតែម្ដងនេះដែរមានដូចជាប្រេងខ្យងណាបងប្អូនយើងហើយនេះប្រេងខ្យងហើយបន្តមកនេះដែរទឹកត្រីបងប្អូនទឹកត្រីយើងដាក់មកសភាបាយទៅតមកទៀត
មានដូចជាម្សៅស៊ុបរ៉ូឌីបងប្អូនម្សៅស៊ុបរ៉ូឌីហើយបន្ទាប់មកនេះបងប្អូនស្ករសមានដូចជាស្ករសហ្នឹងតោះមកយើងធ្វើការឆាគ្រឿងរបស់យើងហ្នឹងឲ្យចូលជាតិជាមួយនឹងខ្ចៅរបស់យើងទៅបងប្អូននេះយើងធ្វើការឆាបែបហ្នឹងណាហើយសម្រាប់គ្រឿងដែរយើងមិនចាំបាច់ផ្សំគ្រឿងច្រើនខ្លាំងពេកទេបងប្អូនដោយសារខ្ចៅរបស់យើងវាមានជាតិស្រាប់ទៅហើយអញ្ចឹងណាបងប្អូនព្រោះអីខ្ចៅដែលគេស្ងោរស្រាប់ហ្នឹងវាមានជាតិស្រាប់ហើយអញ្ចឹងណាយើងដាក់គ្រឿងមកល្មមទៅបានហើយបងប្អូនហើយយើងធ្វើការឆាចុកត្រឡប់ទៅត្រឡប់មកទៅឲ្យវាចូលគ្រឿងបន្តិចទៅអញ្ចឹងណាបងប្អូននេះយើងធ្វើការឆាបែបហ្នឹងទៅឥឡូវនេះខ្ញុំបានធ្វើការឆាឆ្អិនហើយបងប្អូនឥឡូវខ្ញុំរៀបចំដួសដាក់ចានបងប្អូនហើយនេះដែរបងប្អូនខ្ញុំបានដួសរៀបចំដាក់ចានដូចហើយបងប្អូនហើយគឺថាឈ្ងុយតែម្ដងឆៅដូងពេលដែលយើងយកមកឆាគ្រឿងអញ្ចឹងគឺថាឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច Subscribe សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចឲ្យខ្ញុំបានម្នាក់មួយផងហើយនឹងចុចសញ្ញារូបកណ្ដឹងដើម្បីបងប្អូនទាំងអស់គ្នានឹងទទួលបានវីដេអូថ្មីខ្ញុំសូមអរគុណហើយនេះដែរបងប្អូនគឺថាសាច់ខ្ចៅដូងរបស់យើងថាឡើងពេញតែម្ដងបងប្អូនឃើញទេនេះគឺថាឈ្ងុយតែម្ដងឥឡូវខ្ញុំធ្វើការចាក់សាច់ឆ្កឹះសាច់ចេញមួយទៀតបងប្អូននេះយើងធ្វើការចាក់សាច់វាចេញមកគឺថាមែនតែនហើយវីដេអូរបស់ខ្ញុំបានមានតែប៉ុណ្្នឹងទេខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាអរគុណជម្រាបលា